ត្រៀមបងប្អូនដែលនៅតំបន់បឹងកក់ហើយនឹងអ្នកដែលត្រូវឆ្លងកាត់តំបន់បឹងកក់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានចេញនៅគម្រោងផ្លូវថ្មីមួយគឺពីតំបន់បឹងកក់ទៅកាន់មហាវិថីព្រះមនីវង្សតែម្ដងកាលពីសប្តាហ៍កន្លងទៅនេះរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ព្រមជាមួយនឹងថ្នាក់ដឹកនាំសមាគមអ៊ីស្លាមនៅកម្ពុជាក្រុមហ៊ុនស៊ូកាកូអ៊ីននិងសន្តាគារភ្នំពេញបានជួបប្រជុំពិភាក្សាគ្នាទៅលើគម្រោងនៃការបើកផ្លូវតភ្ជាប់ពីតំបន់បឹងកក់ទៅកាន់មហាវិថីព្រះមនីវង្សហើយជាលទ្ធផលនៃកិច្ចប្រជុំគឺគ្រប់ភាគីទាំងអស់បានឯកភាពគ្នានៅក្នុងការបើកតម្រៃផ្លូវនេះដើម្បីជាការជួយសម្រួលទៅដល់ចរាចរណ៍ហើយជាពិសេសគឺកាត់បន្ថយទៅលើការកកស្ទះចរាចរណ៍ការរៀបចំបើកផ្លូវថ្មីនៅតំបន់ដែលមានចរាចរណ៍មមាញឹកនេះក៏ជាផែនការយុទ្ធសាស្ត្រមួយរបស់ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នៅក្នុងការរៀបចំទីក្រុងឲ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយហើយក៏ជាការបង្កលក្ខណៈងាយស្រួលទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងភ្នំពេញផងដែរបងប្អូនអ្វីត្បិតតែការសាងសង់នៅផ្លូវថ្មីនេះមិនអាចរំដោះចរាចរណ៍បាន 100% ក៏ពិតមែនប៉ុន្តែទាំងនេះគឺសុទ្ធសឹងតែជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំទៅកាន់ប្រជាពលរដ្ឋហើយជាពិសេសគឺសម្រាប់បងប្អូនដែលមានកាតព្វកិច្ចត្រូវបំពេញការងារដែលទាំងអស់នេះគឺជាការបញ្ជៀសបានមួយផ្នែកពីការកកស្ទះចរាចរណ៍ខ្លាំងប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏រដ្ឋបាលរាជធានីភ្នំពេញក្នុងរយៈពេលប្រមាណឆ្នាំកន្លងមកនេះបានរៀបចំកសាងនៅផ្លូវថ្មីជាបន្តបន្ទាប់ដែលទាំងនេះគឺស្របទៅតាមកំណើននៃយានយន្តដោយសារតែកំណើនពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមានការកើនឡើងជាលំដាប់ការកសាងនៅផ្លូវថ្មីទាំងអស់នេះក៏ជាការកាត់បន្ថយនៅការកកស្ទះចរាចរណ៍ហើយជាពិសេសគឺជាការសម្រួលទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងការធ្វើដំណើររាជរដ្ឋាភិបាលគឺពិតជាបានគិតគូរហើយព្យាយាមនៅក្នុងការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នេះហើយរាជរដ្ឋាភិបាលកម្ពុជាយើងក៏បានបញ្ចេញនៅថវិការាប់សិបលានដុល្លារនៅក្នុងការសាងសង់ស្ពានអាកាសចំនួន8រួចមកហើយដែលរួមមានស្ពានអាកាស7មករាស្ពានអាកាសស្ទឹងមានជ័យស្ពានអាកាសព្រះមនីវង្សចាស់ស្ពានអាកាសព្រះមនីវង្សថ្មីស្ពានអាកាសមរតកតេជោស្ពានអាកាសតិចណូស្ពានអាកាសឫស្សីកែវនិងស្ពានអាកាសចោមចៅដែលទាំងអស់នេះគឺសុទ្ធសឹងតែជាការអភិវឌ្ឍនិងជាការជួយសម្រួលទៅដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយើងមានបងប្អូនប្រជាពលរដ្ឋដែលជាអ្នករស់នៅហើយជាអ្នកធ្វើដំណើរឆ្លងកាត់នៅតំបន់បឹងកក់គឺបានសម្ដែងនៅការពេញចិត្តចំពោះគម្រោងនេះហើយក៏មានអ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនក៏បានបង្ហាញនៅសុតិធិនិយមនៃតម្លៃហើយជាពិសេសគឺការអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធថ្មីដែលមានដូចជាផ្លូវធំទូលាយមានបំពាក់នៅភ្លើងបំភ្លឺពេលរាត្រីអីជាដើមហ្នឹងដែលទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាការអភិវឌ្ឍហើយជាពិសេសតំបន់ដែលត្រូវបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺបានតាក់ទាញនឹងការវិនិយោគជាច្រើនដែលជាហេតុធ្វើឲ្យតំបន់ទាំងអស់នោះជាតំបន់ដែលមានសក្តានុពលហើយคล้ายទៅជាតំបន់មួយដែលកាន់តែមានភាពរីកចម្រើន